អតាហេករិយតតមោលោកថាខ្លួននឹងហើយដែលបុគ្គលទូមានបានដោយកម្រពាក្យថាខ្លួនលោកសំដៅយកចិត្តខ្លួនគឺចិត្តយ៉ាងនេះរមែងលំបាកប្រដៅនោះគឺលំបាកនឹងទូមានឲ្យលុះនៅក្នុងអំណាចខ្លួនជាទីបំផុតព្រោះចិត្តរមែងត្រាច់ទៅក្នុងអារម្មណ៍ផ្សេងជាចិត្តក្លែងក្លងនៅមិននឹងដូចជាកូនក្មេងដែលមិនដឹងអ្វីឬដូចជាកូនកោដែលគ្មានកន្លោះដែលគេឃ្លុំនៅចិត្តសន្ទូងក៏រមែងទាញទៅរកសន្ទូងដោយអាការៈនៅមិននឹងដូច្នោះឯងមួយទៀតខ្លួននេះលោកសំដៅយកអត្តភាពនឹងចិត្តហើយដែលលំបាកទូមាននោះគឺលំបាកទូមានកាយវិជាចិត្តឲ្យមានសណ្ដាប់ធ្នាប់ល្អឲ្យតាំងនៅក្នុងកុសលធម៌សិលធម៌ឬកាលបើអាយតនៈខាងក្នុងនិងខាងក្រៅជួបប្រទះគ្នាហើយក៏លំបាកនឹងទូមានឲ្យមានសមមនុស្សនិងទោមនស្សកើតឡើងបានព្រោះហេតុនោះបុគ្គលដែលទូមានខ្លួនគឺទូមានកាយវិជាចិត្តអាយតនៈ6បានហើយឈ្មោះថាមានជ័យជំនះប្រសើរណាស់ក្នុងគាថាមួយទៀតអតាសុតន្តោបរិសាសៈចោតិខ្លួនដែលទូមានល្អហើយជាពន្លឺរបស់បរោះខ្លួនដែលគេទូមានល្អហើយនោះបានដល់ខ្លួនដែលប្រព្រឹត្តល្អជាប្រយោជន៍ចំពោះខ្លួនឯងផងជាប្រយោជន៍ដល់អ្នកដទៃផងពាក្យថាពន្លឺរបស់បរោះសំដៅយកផលល្អរបស់សាធុជនដែលបានទូមានព្រាមបដៅខ្លួនឲ្យតាំងនៅក្នុងគន្លងនៃសុចរិតធម៌ឲ្យបានត្រឹមត្រូវទៅតាមបំណងរបស់ពុទ្ធសាសនាគឺឲ្យមានចរិយាសម្បត្តិល្អស្គាល់អាក្រក់ស្គាល់ល្អលះបង់អំពើអាក្រក់ប្រព្រឹត្តអំពើល្អកសាងខ្លួនឲ្យតាំងនៅក្នុងឧត្តមគតិដែលអ្នកប្រាជ្ញលោកសរសើរផ្សាយគេឈ្មោះល្អឲ្យល្បីល្បាញក្នុងលោកមានការធ្វើប្រយោជន៍ខ្លួននិងប្រយោជន៍អ្នកដទៃឲ្យកើតឡើងបានជាដើមយ៉ាងនេះហៅថាពន្លឺឬរស្មីរបស់បរោះក៏បានដែរមួយផ្នែកទៀតបរោះស្ត្រីណាបានកសាងខ្លួនដោយការទូមានភ្នែកត្រចៀកច្រមុះអណ្ដាតកាយចិត្តល្មមរក្សាខ្លួនបានល្មមឆោងប្រានឲ្យអណ្ដាតផុតចាកឋានៈថោកទាបក្នុងលោកីនេះបានពិតប្រាកដហើយបរោះស្ត្រីនោះមានឈ្មោះថាជាពន្លឺក្នុងលោកនេះនិងលោកខាងមុខសមដោយបុរាណភាសិតពោលថាភ្លឺពីមនុស្សលោកយកដល់សួគ៌នាយព្រោះហេតុនោះបានជាគោលនៃសាសនាសុភាសិតដែលបានពោលទុកខាងដើមអត្តាសុតន្តោបរិសាសៈចោតិខ្លួនដែលទូមានល្អហើយជាពន្លឺរបស់បរោះ